ក្រោកពីដេកមកមើលត្រីមុនគេហ្មងខ្ញុំពុកម៉ែបងប្អូនហើយបាទនេះត្រីបាទអរគុណអ្នកដែលធ្វើការជាមួយខ្ញុំមកក្មួយស្រីឲ្យត្រីឲ្យទាំងចំណីមកទៀតបាទហើយកូនប្រុសខ្ញុំនិយាយពីថាសប្បាយចិត្តអូយសប្បាយបងប្អូនហើយគាត់ចង់ចិញ្ចឹមត្រីបាទឥឡូវនេះបានហើយដល់មកពីរៀនមកគាត់មកមើលត្រីនឹងមុនគេហើយបាទហើយល្អទៀតទេពុកម៉ែបងប្អូនហើយហែលឲ្យល្វើពេញទឹកតែម្ដងបាទហើយខ្ញុំស្មានតែងាប់ឲ្យតាអត់អីទេបាទគឺថាល្អណាស់យើងដូរទឹកវាអញ្ចឹងណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់បាទថ្ងៃនេះថ្ងៃអាទិត្យមានពេលទំនេរទៅផ្សារឃើញគេលក់ចង្រិតល្អដែលយើងឲ្យទិញបានកន្លះគីឡូយកមកបំពងហុកខ្លួនឯងឥឡូវនេះកំពុងបេះស្លឹកក្រូចសើចហើយស្លឹកក្រូចសើចហ្នឹងក៏ល្អទៀតពុកម៉ែបងប្អូនហ្នឹងនិយាយថាឡើងខ្ចីហើយឡើងឈ្ងុយបាទឥឡូវនេះគោះស្លឹកគ្រៃម្ដងហើយបេះម្ទេសបេះអីចឹងនឹងគ្រឿងផ្សំបាទយកទៅធ្វើចង្រិតបំពងពុកម៉ែបងប្អូនហើយម្ទេសក៏ល្អដែរទុំពេញដើមបាទឥឡូវនេះយើងបានស្លឹកក្រូចសើចគល់ស្លឹកគ្រៃម្ទេសរួចហើយយើងចាប់ផ្ដើមហាន់គល់ស្លឹកគ្រៃយើងជាចំណិតអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយស្លឹកក្រូចសើចហាន់ជាសរសៃអញ្ចឹងមកបាទម្ទេសអីយើងហាន់បច្ចិតអញ្ចឹងមកពុកម៉ែបងប្អូនណាដើម្បីយកទៅកឡុកជាមួយចង្រិតផើយើងពុកម៉ែបងប្អូនដើម្បីកុំឲ្យវាធំក្លិនឆ្អាបអញ្ចឹងណាពុកម៉ែបងប្អូនឈ្ងុយបាទបន្ទាប់មកស្លឹកខ្ទឹមយើងហាន់ជាចំណិតតូចអញ្ចឹងមកពុកម៉ែបងប្អូនណាស្លឹកខ្ទឹមបាទបន្ទាប់មកដើមខ្ទឹមយើងហាន់រៀងវែងតិចមកដើម្បីទុកកឡុកបាទរួចហើយខ្ទឹមមើមពី3មើមមកពុកម៉ែបងប្អូនណាដើម្បីចិញ្ច្រាំវាយកទៅកឡុកជាមួយនឹងចង្រិតផើយើងដែរបាទឥឡូវនេះគ្រឿងផ្សំផើយើងវាធ្វើរួចហើយឥឡូវយកចង្រិតយើងដែលលាងទឹកស្អាតហ្នឹងយកមកដាក់គ្រឿងយើងតិចចូលមកពុកម៉ែបងប្អូនណាមានស្លឹកក្រូចសើចហាន់ជាសរសៃហ្នឹងហើយនឹងរ៉ូឌីយើងដាក់ចូលបន្តិចមកពុកម៉ែបងប្អូនណាដើម្បីឲ្យយើងកឡុកយើងយកទៅបំពងពុកម៉ែបងប្អូនណាបាទហើយឥឡូវនេះយើងដាក់ខ្ទះដាក់ខ្លាញ់ដាក់ភ្លើងចឹងមកចូលបំពងចង្រិតយើងឲ្យឈ្ងុយពុកម៉ែបងប្អូនបាទចង្រិតយើងចាប់ផ្ដើមដាក់ចូលបំពងចឹងដើម្បីឲ្យវាស្រួយបាទហ្នឹងយើងដុសមកកុំឲ្យវាខ្លាំងពេកអាចខ្លោចចង្រិតចឹងណាពុកម៉ែបងប្អូនបាទហើយនេះខ្លាញ់យើងសល់យើងដាក់មកពងគល់ទឹកគ្រៃនិងស្លឹកក្រូចសើចដើម្បីឲ្យវាឈ្ងុយពុកម៉ែបងប្អូនដើម្បីយកស្លឹកក្រូចសើចហើយនឹងគល់គ្រៃហ្នឹងយកទៅកឡុកជាមួយនឹងចង្រិតរបស់យើងពុកម៉ែបងប្អូនណាដើម្បីឲ្យវាមានរសជាតិហ្នឹងឈ្ងុយស្រួយបាទគឺថាมันមានក្លិនឆ្អាបអីទេចង្រិតរបស់យើងណាពុកម៉ែបងប្អូនបាទឥឡូវនេះយើងសង់គ្រឿងយើងដាក់ចូលមកហើយបាទយើងដាក់ចូលទៅពុកម៉ែបងប្អូនបាទគល់ទឹកគ្រៃនិងស្លឹកក្រូចសើចដែលយើងបំពងឲ្យស្រួយឈ្ងុយហ្នឹងយើងដាក់ចូលទៅក្នុងចង្រិតរបស់យើងដាក់គ្រឿងផ្សំរ៉ូឌីប៊ីចេងស្ករអីចឹងមកពុកម៉ែបងប្អូនហើយយើងធ្វើការកឡុកទៅពុកម៉ែបងប្អូនកឡុកវាឲ្យចូលជាតិគ្នាទៅហើយយើងយករសជាតិទៅថាប្រៃផ្អែមហើយយើងចង់បានរសជាតិប៉ុណ្ណាយើងដាក់ប៉ុណ្្នឹងទៅពុកម៉ែបងប្អូនណាបាទហើយចង្រិតបំពងរបស់ខ្ញុំគឺខ្ញុំធ្វើរួចរាល់កឡុកអីអញ្ចឹងពុកម៉ែបងប្អូនណាបន្ទាប់ពីកឡុករួចហើយយើងដាក់ម្ទេសចូលបាទជាមួយនឹងដើមខ្ទឹមក៏ដូចជាម្ទេសជាមួយនឹងខ្ទឹមសចិញ្ច្រាំពុកម៉ែបងប្អូនណាដាក់ដើម្បីឲ្យវាបង្កើតនៅរសជាតិក្លិនចង្រិតរបស់យើងរឹតតែឈ្ងុយបាទឥឡូវនេះចាំអីទៀត3អ្នកកូននៅក្មួយកំពុងតែញាប់មាត់ឲ្យពុកម៉ែបងប្អូនអើយបាទចង្រិតបំពងថ្មីហើយចង្រិតវាថ្មីទៀតនិយាយថាសាច់ដល់ផ្អែមស្រួយហ្មងពុកម៉ែបងប្អូនដាក់ទៅគឺថាមានជាតិហ្មងបាទហ្នឹងហើយចង្រិតបំពងកឡុកអំបិលម្ទេសពុកម៉ែបងប្អូននៅមានអីឆ្ងាញ់តាតោះញ៉ាំជាមួយខ្ញុំទាំងអស់គ្នាពុកម៉ែបងប្អូនបាទអរគុណជម្រាបលាបាយបាយ